Wow,ញាក់សាច់ចម្រើនគុណខ្មែរបានធ្វើឲ្យអ្នកគាំទ្របានភ្លឺភ្នែកបន្ទាប់ពីចម្រើនបានបំបាក់កីឡាករតៃម៉ូហ៊ីសៃក្នុងជំនួបនៃការដែលប្រកួតដណ្ដើមស្វាគមន៍អស់លោកស្រីអ្នកកញ្ញាវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe នៅដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ admin មានជាព័ត៌មានមួយទៀតហើយជំវិញតកតងជាមួយនឹងការប្រកួតរបស់កីឡាករចម្រើនគុណខ្មែររបស់យើងក្នុងជំនួបដែលប៉ះជាមួយនឹងកីឡាករតៃម៉ូហ៊ីសៃអញ្ចឹងដោយដែលបងប្អូនបានដឹងទាំងអស់គ្នាហើយសម្រាប់ខាងស្ថានីយទូរទស្សន៍ថោនដែលបានសហការជាមួយនឹងខាងស្រាប៊ីហ្គេនស្បឺកក្នុងន័យលើកស្ទួយវិស័យក្បាច់គុនខ្មែររបស់យើងឲ្យឈានឡើងដល់កម្រិតពិភពលោកព្រឹត្តិការណ៍គុនខ្មែរ X knock out វគ្គ2ពិតជាក៏ក្រៅខ្លាំងមែនទែនហើយជាមួយគ្នានេះផងដែរអ្វីដែលយើងមិននឹកស្មានគឺចម្រើនគុនខ្មែររបស់យើងគាត់ធ្វើបានយ៉ាងល្អដោយអាចយកឈ្នះកីឡាករតៃម៉ូហ៊ីសៃក្នុងជំនួបប្រកួតដណ្ដើមខ្សែក្រវ៉ាត់មួយខ្សែដែលមានឈ្មោះថាដេជោសន្តិភាព IPC World គុនខ្មែរ Champion ក្នុងប្រភេទទម្ងន់61គីឡូក្រាមហើយការប្រកួតជាក់ស្ដែងនៅលើសង្វៀនដោយដែលបងប្អូនបានឃើញហើយចង្វាក់របស់ចម្រើនយប់មិញនេះគឺល្អខ្លាំងមែនតើបងប្អូនទឹកមួយនៅត្រឹមពាក់កណ្ដាលទឹកនឹងចម្រើនព្យាយាមទាត់ផ្ទួនទៅលើកីឡាករតៃម៉ូហ៊ីសៃនឹងជាហេតុធ្វើឲ្យតៃម៉ូនឹងស្រងាក់ចិត្តចង់ចេញអាការៈបងប្អូនហើយបន្ទាប់មកក្រោយទាត់បានចូលពេញតៃម៉ូរៀងដកឃ្លៀបន្តិចចម្រើនលោតទៅលេងអាកែងផ្ទួនទៅទៀតអញ្ចឹងធ្វើឲ្យតៃម៉ូនឹងរឹតតែមានការដែរខ្លាចបន្ថែមទៀតចំពោះអាវុធរបស់កីឡាករចម្រើនហើយ admin គិតថាសម្រាប់តៃម៉ូក៏គាត់មិននឹកស្មានដែរបងប្អូនគាត់គិតថាចម្រើនល្អតែជើងមានឯណាម្ដងនេះចម្រើនព្យាយាមបង្ហើរអាផ្លែកែងទៅជាហេតុធ្វើឲ្យតៃម៉ូនឹងគឺគៀងតែម្ដងបងប្អូនរកអ្វីមកតបតចម្រើនសឹងតែមិនបានហើយការវាយរបស់តៃម៉ូទៀតសោតហ្នឹងក៏មិនសូវជាបានផលផងដែរទៅលើកីឡាករចម្រើនរបស់យើងហើយទឹក2ទឹក3គឺយុទ្ធសាស្ត្រចម្រើននៅតែល្អបងប្អូនគាត់ព្យាយាមធ្វើយ៉ាងណាគាត់ចេញជើងហើយចេញជើងគាត់មានឱកាសគឺអាដៃរបស់គាត់នឹងទៅហើយបងប្អូនទាំងការដែលប្រើកណ្ដាប់ដៃឆក់កាត់ទាំងការដែលវាយកែងបើសិនជាមានឱកាសអាចធ្វើទៅបានហើយទឹក3ក៏ចម្រើននៅតែល្អអញ្ចឹងក្រោយពេលបញ្ចប់នៃការប្រកួតយើងឃើញហើយតៃម៉ូគាត់ព្យាយាមក្នុងការដែលដេញវាយមកលើកីឡាករចម្រើននឹងស្វាត់ស្វាញដែរប៉ុន្តែអត់អាចធ្វើអ្វីចម្រើនបានផ្ទុយទៅវិញកាន់តែចូលកាន់តែត្រូវទាំងការដែលចម្រើនទាត់ជើងមកលើទាំងការដែលកាត់កណ្ដាប់ដៃហើយអ្វីដែលធ្វើឲ្យតៃម៉ូរឹតតែខ្លាចគឺផ្លែកែងរបស់ចម្រើននឹងឯងហើយជំវិញតទៅជាមួយនឹងអ្វីដែលបងប្អូនមហាជន fan អ្នកគាំទ្រគុនខ្មែរទាយទុកមុនការប្រកួតសឹងថា98%ហើយគេគិតថាចម្រើនមិនអាចយកឈ្នះកីឡាករតៃម៉ូបាននោះឡើយស្រួលមិនស្រួលនឹងអាចនឹងសន្លប់របស់កីឡាករតៃម៉ូទៅទៀតអញ្ចឹងជំវិញតទៅជាមួយនឹងចម្រើនបងប្អូនពិតជាបានដឹងហើយគាត់ប្រកួតរៀងគៀកថ្ងៃដែរដល់កាលពីថ្ងៃទី22ខែមីនាឆ្នាំ2025ហ្នឹងគាត់ទៅប្រកួតនៅអូស្ត្រាលីបងប្អូនហើយរហូតដល់ថ្ងៃ24បានគាត់មកពីអូស្ត្រាលីមកដល់ទឹកដីនៃប្រជាជាតិកម្ពុជារបស់យើងអញ្ចឹងការត្រៀមខ្លួនគឺมันបានពេញនោះឡើយហើយយ៉ាងណាតើតើជាមួយនឹងចម្រើនហ្នឹងគាត់ក៏មានរបួសទៀតបងប្អូនគាត់បែកត្រង់ថ្ងាសរបស់គាត់ហ្នឹងដូចជា D5 ធ្នេហើយមុខរបួសគាត់ក៏អត់ទាន់សះ 100% ដែរបានប្រហែលជាខ្ទង់ 70% ហើយអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់យើងសរសើរនៅចង្វាក់ក៏ដូចជាទឹកចិត្តដ៏មោះមុតរបស់ចម្រើនសម្រាប់ការប្រកួតព្រមទាំងភាពវៃឆ្លាតផងដែរបងប្អូនជុំមិញនេះបើសិនជាក្នុងលក្ខខណ្ឌមួយចម្រើនគាត់ព្យាយាមថយក៏ពិបាករបស់កីឡាករតៃម៉ូដែរយើងឃើញហើយចង្វាក់របស់តៃម៉ូបើសិនជាចម្រើនអត់បានប្រើកែងដើម្បីគម្រាមនោះទេគឺតៃម៉ូគាត់ព្យាយាមក្នុងការដែលចេញដៃបានច្រើនបងប្អូនហើយមួយវិញទៀតក្បាច់ពិសេសរបស់គាត់ក៏ចេញមកដែរប៉ុន្តែអត់បានផលទេផ្ទុយទៅវិញគឺអស់កម្លាំងខ្លួនឯងមិនថែមបងប្អូនក្បាច់ពិសេសហ្នឹងដូចដែលបងប្អូនបានដឹងហើយទៅច្រងាប់ច្រងល់បើសិនជាបានត្រូវគេទៅមិនអីទេបងប្អូនអត់ត្រូវគេហ្នឹងគឺចាប់ខ្លួនឯងវិញយើងឃើញហើយគាត់ប្រើមួយហ្នឹងគឺទរន្តរីតែម្ដងនៅពេលដែលក្រោកឡើងវិញអត់ចង់ក្រោកទេបងប្អូនដោយសារតែអុកទៅ
ទៅនឹងកដាតាពីសង្វៀនមិនមែនស្រាលទេបងប្អូននៅពេលដែលគាត់អាឡាបក្បាច់ពិសេសនឹងទៅខុសដៃគូប្រកួតអីផ្សេងដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយជាចុងក្រោយចូលរួមអបអរសាទរសម្រាប់ចម្រើនគុណខ្មែររបស់យើងនៅទីបំផុតចម្រើនអាចបំបាក់កីឡាករតៃម៉ូបានហើយក៏អាចសងសឹកឲ្យកីឡាករគុណខ្មែររបស់យើងបានផងដែរដែលមានកីឡាកររតនសិទ្ធិបានចាញ់បន្ទុតៃម៉ូនឹងឯងហើយពេជ្រសម្បត្តិឈ្នះមួយលើកចាញ់មួយលើកហើយឈុតសេរីបន្ថងគឺចាញ់ទាំងពីរលើកបងប្អូនដោយលើកទី1សន្លប់នៅឯសង្វៀន knock out របស់ជប៉ុនលើកទី2ប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគាត់ចាញ់បន្ទុឥឡូវនេះសម្រាប់កីឡាករតៃម៉ូដែលបងប្អូនមហាជន fan អ្នកគាំទ្រគុណខ្មែរតែងតែលើកឡើងថាពិបាកក្នុងការដែលរកអ្នកដាក់ឲ្យសាកសមជាមួយនឹងតៃម៉ូគឺមកនៅទើត្រឹមចម្រើននឹងហើយបងប្អូនអញ្ចឹងតៃម៉ូតើតែគាត់ប៉ះអ្នកខ្ពស់ប៉ះដែលអ្នកមានអាវុធវែងដូចគ្នាអញ្ចឹងទើបដឹងថាតៃម៉ូគាត់មិនជាល្អប៉ុន្មានទេបងប្អូនយើងឃើញជាក់ស្ដែងតែម្ដងប៉ុន្តែយើងសរសើរកម្រិតនៃសមត្ថភាពនិងការដែលបដិញ្ញាចិត្តសម្រាប់ការដែលមានមហិច្ឆតាចង់ជួបរបស់ចម្រើនពិតជាអាចធ្វើបានទោះបីជាការដែលត្រៀមលក្ខណៈត្រៀមខ្លួនក្នុងការដែលវឹកហាត់អីផ្សេងមានបញ្ហារបួសគឺមិនបានល្អ 100% អីផ្សេងដូច្នេះ admin មានប៉ុណ្ណឹងហើយបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា